ឥឡូវនេះអ្នកនរគ្នាអាចបង្កើត app ដែលខ្លួនឯងបានជាមួយនឹង AI សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនឬចែករំលែកជាមួយនឹងមិត្តភ័ក្តិរបស់យើងហើយយើងអាចប្រើប្រាស់នៅលើកុំព្យូទ័រក៏បានឬប្រើនៅលើទូរស័ព្ទដៃក៏បានអ្វីដែលសំខាន់ទោះបីជាយើងមិនពូកែសរសេរអង់គ្លេសក៏យើងអាចប្រើប្រាស់ភាសាខ្មែរដើម្បីបង្កើតដែលឥតគិតថ្លៃផងដែរមុននឹងចាប់ផ្ដើមកុំភ្លេចចុច like និង share វីដេអូនេះដើម្បីចែករំលែកចំណេះដឹងល្អៗទៅដល់មិត្តភ័ក្តិនិងបងប្អូនរបស់យើងដូច្នេះជាការចាប់ផ្ដើមគឺយើងចូលទៅកាន់ website gemini.google.com គឺជា website AI របស់ Google ហើយអ្នកនរគ្នាប្រើ free account ក៏យើងអាចបង្កើតបានដែរអញ្ចឹងនៅក្នុងប្រអប់នេះគឺយើងអាចចុចទៅលើពាក្យ Canvas យើងចុចលើពាក្យ Canvas នេះសិនដើម្បីបើកមុខងារបង្កើត app អញ្ចឹងនៅក្នុងប្រអប់នេះអ្នកនរគ្នាអាចវាយជាភាសាខ្មែរក៏បានដែរអញ្ចឹងខ្ញុំនឹងលើកយកឧទាហរណ៍មួយមកបង្ហាញជូនអ្នកនរគ្នាចឹងឧទាហរណ៍ថាខ្ញុំចង់បង្កើតកម្មវិធីមួយដើម្បីតាមដាននៅចំនួនកាឡូរីដែលខ្ញុំញ៉ាំជាប្រចាំថ្ងៃហើយនឹងកាឡូរីដែលខ្ញុំបានដុតជាប្រចាំថ្ងៃអញ្ចឹងជារៀងរាល់ថ្ងៃខ្ញុំអាចចូលទៅកាន់ app ហ្នឹងដើម្បីវាយទិន្នន័យទាំងអស់ហ្នឹងចូលដើម្បីតាមដាននៅចំនួនកាឡូរីរបស់ខ្ញុំអញ្ចឹងខ្ញុំទៅសេជាភាសាខ្មែរថាបង្កើតកម្មវិធីមួយសម្រាប់តាមដានកាឡូរីរបស់ខ្ញុំទាំងការញ៉ាំនិងការដុតកាឡូរីហ្នឹងហើយទាំងការញ៉ាំនិងការដុតកាឡូរីនៅថែមទៀតនៅក្នុងនោះមានជាខ្ញុំកន្លែងនេះខ្ញុំសរសេរលេខអង់គ្លេសតិចណាអ្នកនរដោយសារតែអត់ដឹងថាបកខ្មែរថាម៉េចហ្នឹងមានជា preset ស្រាប់សម្រាប់ជ្រើសរើសដូចជាបាយសមួយចានប្រមាណកាឡូរីប្រមាណកាឡូរីអូខេ yes ជាដើមអូខេមានមុខងារសង្ខេបប្រចាំថ្ងៃប្រចាំសប្តាហ៍និងប្រចាំខែអូខេចឹងខ្ញុំសរសេរប៉ុណ្្នឹងចុះជាឧទាហរណ៍ហើយខ្ញុំនឹងដាក់នៅក្នុង description ដែរអ្នកអាច copy យកទៅសាកល្បងបានហើយកែច្នៃទៅតាមការប្រើប្រាស់របស់យើងចឹងយើងចុចទៅលើសញ្ញាព្រួយនេះមកអូខេ no thanks អូខេចឹងនៅពេលដែលវាបង្កើត app គឺវានឹង load ផ្ទាំងបែបនេះហើយ AI នឹងសរសេរ code ឲ្យយើងដើម្បីបង្កើតជា app ហ្នឹងហើយ app នេះគឺចង់បញ្ជាក់អ្នកនរនេះដែរគឺជាលក្ខណៈគេហៅថា web based app ណាអញ្ចឹងគឺយើងត្រូវប្រើវានៅលើ browser ហ្នឹងហើយអញ្ចឹង browser នៅលើកុំព្យូទ័រក៏បានយើងបើកនៅលើ browser នៅក្នុងទូរស័ព្ទរបស់យើងក៏បានដែរអញ្ចឹងនៅពេលដែល AI បង្កើតហើយគឺវានឹង load ផ្ទាំង preview មួយឲ្យយើងដើម្បីមើលថា app ហ្នឹងមើលទៅឃើញមិនមានមុខងារអីខ្លះនៅលើនឹងតែម្ដងហើយយើងអាចកែច្នៃបន្ថែមទៀតក៏បានដែរហ្នឹងហើយអញ្ចឹងចាអានេះគឺជា app ដែលយើងបានបង្កើតឡើងហើយអញ្ចឹងនៅក្នុងនោះគឺគេមានដាក់ឲ្យថានេះឈ្មោះអាហារយើងហើយកាឡូរីនេះយើងចង់ដាក់ចំនួនកាឡូរីដែលយើងញ៉ាំហ្នឹងប្រមាណអញ្ចឹងគេមាន option ឲ្យយើង add មានការញ៉ាំហើយនេះគឺការដុតអញ្ចឹងនៅពេលដែលយើងញ៉ាំយើង add វាទៅហើយនៅពេលដែលយើងដុតគឺយើង add អញ្ចឹងឥឡូវខ្ញុំឧទាហរណ៍អ្នកនេះអាចចុចទៅលើពាក្យ share នេះមកគឺគេមាន link មួយឲ្យយើងបើកនេះ shareable public link អញ្ចឹងយើងចុចលើ copy link នេះមកហើយយើងអាច share ទៅឲ្យមិត្តភ័ក្តិឬក៏បងប្អូនរបស់យើងគាត់អាចចូលទៅប្រើបានអញ្ចឹងយើងចុចលើ browser ថ្មីមកបន្ទាប់មកខ្ញុំ paste link ហ្នឹងចូល browser មកអញ្ចឹងវានឹងបើក app ហ្នឹងថ្មីតែម្ដងអូខេ
ហ្នឹងហើយអញ្ចឹងឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំវាយចូលទៅអានេះគឺគេមាន preset ដែរនេះយើងចុចលើពាក្យ preset ឧទាហរណ៍ខ្ញុំញ៉ាំបាយសមួយចានគេដាក់មក250កាឡូរីណាហ្នឹងអញ្ចឹងមិនប្រកាសថាត្រូវមិនត្រូវដែរបាទខ្ញុំអត់ច្បាស់ដែរអញ្ចឹងខ្ញុំចុចលើ add មួយទៅហ្នឹងអញ្ចឹង load នេះ250តោះមកខ្ញុំដាក់ពាក្យ dot អាចនិយាយថាខ្ញុំរត់30នាទីដុតបានប្រហែល300កាឡូរីខ្ញុំចង់បន្ថែមវិញអូខេអញ្ចឹងគេសរុបឲ្យយើងឲ្យថាក្នុងមួយថ្ងៃហ្នឹងគឺយើងបានដុតបានន័យថាកាឡូរីរបស់យើងគឺយើងបានបន្ថយ50កាឡូរីហ្នឹងហើយដោយសារយើងដុតហ្នឹងច្រើនជាងយើងញ៉ាំអញ្ចឹងបើអ្នកនរគ្នាចង់សរកគីឡូយើងអាចប្រើប្រាស់វិធីសាស្ត្រនេះបានគឺយើងកាត់កាឡូរីដែលយើងញ៉ាំហើយយើង burn ឬក៏ដុតហ្នឹងឲ្យច្រើនជាងអ្វីដែលយើងញ៉ាំអូខេអញ្ចឹងគឺគេមាន history មានអីនៅក្នុងទៀតអញ្ចឹងអ្នកនរគ្នា app នេះគឺបើអ្នកនរគ្នាចង់បានមុខងារអីផ្សេងនេះគឺយើងអាចបន្ថែមវានៅក្នុងការរៀបរាប់របស់យើងហើយ AI នឹងទៅ say ឲ្យយើងតែម្ដងហើយយើងអាចយកវាមកប្រើប្រាស់សម្រាប់ជាប្រយោជន៍ក្នុងការងារប្រចាំថ្ងៃនៅក្នុងការរស់នៅប្រចាំថ្ងៃហើយមាន app ផ្សេងទៀតដែលអ្នកនរគ្នាអាចធ្វើបានទៅតាមការសម័យរបស់យើងការចង់បានរបស់យើងអាចសាកល្បងជាមួយនឹងវិធីដែលខ្ញុំបានប្រាប់អ្នកនរគ្នានេះអញ្ចឹងវិធីក្នុងការចែករំលែកនិងការប្រើប្រាស់ហ្នឹងដូចខ្ញុំបង្ហាញអញ្ចឹងគឺយើងគ្រាន់តែ copy link ហ្នឹង share ទៅឲ្យមិត្តភ័ក្តិបងប្អូនរបស់យើងទៅគាត់អាចចូលទៅប្រើប្រាស់បានហើយព័ត៌មាននេះគឺវាមើលទៅតាម account Gmail ដែលយើង log in ណាអញ្ចឹងអ្វីដែលអ្នកនរគ្នាបញ្ចូលនេះគឺតើតាយើងអ្នកម្ចាស់ account ហ្នឹងយើងមើលឃើញអញ្ចឹងអ្នកផ្សេងគឺគេមើលរបស់យើងអត់ឃើញទេនៅពេលដែលគេបើកទៅគឺគេបញ្ចូលទិន្នន័យរបស់គេផ្សេងហ្នឹងមួយទៀតហ្នឹងហើយអញ្ចឹងវាអត់ពាក់ព័ន្ធគ្នាទេអូខេអញ្ចឹងអរគុណអ្នកនរគ្នាសម្រាប់ការតាមដានវីដេអូមួយនេះហើយខ្ញុំសង្ឃឹមថាវាមានប្រយោជន៍សម្រាប់អ្នកនរគ្នាកុំភ្លេចចុច like share និង follow ហើយយើងនឹងជួបគ្នាម្ដងទៀតនៅវីដេអូក្រោយ